នេះគឺជាសកម្មភាពម៉ាស៊ីនរ៉ូបូតបុកទៅស3ទឹកនៅសម្រាប់ផ្ទះវិឡាអលវិឡានៅគម្រោង ML Glory សកម្មភាពធ្វើទាំងយប់ទាំងថ្ងៃបាទហើយយើងប្រើសកម្មម៉ាស៊ីនរ៉ូបូតគឺយើងសកត់ចាប់ពី12ម៉ែត្រទៅដល់24ម៉ែត្រដើម្បីគិតពីគុណភាពសំណង់កុំឲ្យមានបញ្ហាដូច្នេះសូមបងប្អូនទាំងអស់គ្នាតាមដានហើយជួយ Subscribe Channel ផងដើម្បីយើងអាប់ដេតទៅលើការសាងសង់គម្រោងផ្សេងៗរបស់បរិយា ML សូមអរគុណ